គ្រាន់តែឃើញទេសភាពស្រស់ស្រាយបែបនេះពុកម៉ែបងប្អូនដែលកំពុងតែមាន stress អីហ្នឹងគឺកុំភ្លេចមើលវីដេអូដល់ចប់ហើយនៅថ្ងៃនេះផងដែរ Twister បាននាំបាកាគឺថាឆ្លងទន្លេមករកកន្លែង fresh ដើម្បីយើងញ៉ាំអាហារហើយដាក់ជាមួយនឹងបាកាទៅដើម្បីបើកម្លាំងណាជាពិសេសនៅពេលដែលអស់កម្លាំងគឺត្រូវម៉ាច់តែម្ដងនៅថ្ងៃនេះគឺរឿងប្លែកបន្តិចហើយពុកម៉ែបងប្អូនដោយសារតែ Twister គឺបានឆ្លងទឹកដើម្បីទៅរកកន្លែងមួយដែលមានទេសភាពស្រស់ស្រាយមែនទែនដើម្បីកាត់ហើយយើងក៏បាននាំយកបាកាសមកជាមួយដែរពុកម៉ែបងប្អូនដើម្បីញ៉ាំបើកម្លាំងបូករួមជាមួយនឹងទេសភាពធម្មជាតិស្រស់ស្រាយនៅឯ home ចំការគឺនៅម្ដុំអរិយខ្សាត់ Two Sister នឹងដាក់ Google Map ទីតាំងនេះនៅលើ caption ក៏ដូចជា comment អញ្ចឹងយើងងាកមកទេសភាពនៅទីនេះគឺថាស្រស់ស្រាយរបស់គេមែនគឺមិនត្រឹមតែមានទេសភាពខៀវស្ងាត់ទេពុកម៉ែបងប្អូនបើនិយាយអំពីម្ហូបនៅទីនេះវិញក៏មានច្រើនបែបច្រើនប្រភេទដែរយើងអាចមកជាលក្ខណៈមិត្តភ័ក្តិឬមួយក៏ក្រុមគ្រួសារបានណាហើយសម្រាប់ Twister វិញគឺថាកំងអាហារនៅទីនេះដើម្បីស្រស់ស្រូបណាព្រោះថាយើងយកបាកាសមកញ៉ាំជាមួយនឹងអាហារនៅទីនេះព្រោះថានៅពេលដែលយើងញ៉ាំបាកាសទៅគឺភេសជ្ជៈនេះសម្រាប់ជំនួយរាងកាយក៏ដូចជាខួរក្បាលណាហើយមានទាំងជាប្រភេទកាទៀវក៏ដូចជាកាទៀវធម្មតាកាទៀវខគោហើយនៅពេលដែលយើងញ៉ាំអាហារទាំងអស់នេះទៅបានដាក់ជាមួយបាកាសគឺកាន់តែបើកម្លាំងមែនតែនពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ Two Sister វិញណានៅពេលដែលអាហារមកដល់លើតុគឺអត់មានគិតគូរវែងឆ្ងាយទេចាប់ផ្ដើមលាយទឹកជ្រលក់ក៏ដូចជាដាក់ជាមួយនឹងសាច់យើងចាប់ផ្ដើមញ៉ាំតែម្ដងព្រោះថាយើងឆ្លងដរមកគឺអស់កម្លាំងដែរហើយនៅក្រោមអាកាសធាតុក្តៅអញ្ចឹងយើងដាក់កាទៀវម្នាក់មួយចានទៅគឺដើម្បីបើកម្លាំងនិយាយទៅគឺថា double បើតែម្ដងពុកម៉ែបងប្អូនយើងហត់ទឹកស៊ុបកាទៀវហើយយើងដាក់ជាមួយនឹងបាកាសទៅគឺថាបើលើសដើមណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានអារម្មណ៍ប្លែកអីគឺថាអាចធ្វើដោយ Two Sister បានព្រោះថាជាទូទៅអាហារទាំងអស់ហ្នឹងគឺយើងញ៉ាំនៅទីណាក៏បានដែរជាពិសេសបាកាសមិនថាញ៉ាំនៅកន្លែងធ្វើការឬមួយក៏កន្លែងហាត់ប្រាណទេប៉ុន្តែនៅទីនេះគឺ Two Sister ចង់ឲ្យប្លែកអារម្មណ៍គឺនាំបាកាសមកញ៉ាំនៅកន្លែងដែលលក្ខណៈថាកន្លែងអង្គុយលេងកន្លែងញ៉ាំអីដែលមានទេសភាព fresh អញ្ចឹងណាអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនបានឃើញវីដេអូនេះហើយចង់កាត់ stressគឺកុំភ្លេចទៅកន្លែងនេះហើយកុំភ្លេចនាំយកបាកាសទៅជាមួយផងដើម្បីជំនួយស្មារតីបើកម្លាំងជាពិសេសនោះណាគឺកុំភ្លេចនាំដៃគូទៅជាមួយផង